បាទសូមគោរពជំរាបសួរទៅដល់ពេជ្ជកស្កររបស់យើងក៏ដូចជាអស់លោកស្រីពុកម៉ែបងប្អូនទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់បាទអញ្ចឹងនៅក្នុងសប្តាហ៍ទី2នៃវគ្គទី2ដែលខ្ញុំបានជម្រាបជូនបាទអំពីប្រធានបទនៃដំណាំពោតរបស់យើងដែលជាដំណាំបាទកសិឧស្សាហកម្មដែលយើងអាចយកទៅកែច្នៃបាទទៅធ្វើបាទចំណីសត្វផ្សេងៗបាទហើយកាលពីវគ្គទី1ក៏ខ្ញុំបានជម្រាបជូនឲ្យថាពាក់ព័ន្ធជាមួយនឹងការបាទត្រៀមដីការរៀបចំដីតើយើងគួរភ្ជួរយ៉ាងម៉េចបាទតើយើងគួរប្រើប្រាស់អីសម្រាប់ជួយសម្រួលទៅដល់ដីរបស់យើងបាទនៅក្នុងការរៀបចំដីបាទសម្រាប់វគ្គទី2នៅក្នុងប្រធានបទរបស់យើងខ្ញុំនឹងលើកយកពាក់ព័ន្ធជាមួយនឹងបាទការត្រៀមពូជហើយនឹងការលើករងដាំនេះតើយើងដាំបាទយ៉ាងម៉េចតើយើងដាំនឹងដៃឬក៏យើងដាំប្រើម៉ាស៊ីនដាំបាទប៉ុន្តែជាទូទៅបើសិនជានៅខាងគម្រាមភ្នំព្រឹកជាដើមនៅក្នុងខេត្តបាត់ដំបងពេជ្ជកស្កររបស់យើងលោកច្រើនតែប្រើគេហៅថាតៅណាបាទអញ្ចឹងគាត់ប្រើប្រាស់បាទតៅនោះគឺសម្រាប់ដាំតែម្ដងបាទសម្រាប់ពេជ្ជកស្ករយើងខ្លះទៀតក៏លោកនៅដាំដោយដៃនៅឡើយបាទអញ្ចឹងការត្រៀមពូជពេជ្ជកស្កររបស់យើងលោកត្រូវតែយកចិត្តទុកដាក់ទៅមើលបាទថ្ងៃផុតកំណត់អញ្ចឹងនៅពេលដែលយើងជ្រើសរើសពូជបានពូជល្អពូជដែលមានដំណោះគ្រាប់ល្អនេះអញ្ចឹងភាគរយនៃការដាំនេះបាទគឺវាស្ទើរតែដុះគ្រប់គ្រាប់តែម្ដងបើសិនជាយើងជ្រើសរើសពូជបាទហើយសំខាន់គឺពេជ្ជកស្កររបស់យើងលោកត្រូវតែមើលការបរិច្ឆេទថ្ងៃកំណត់បាទដែលយើងហៅថា delay ណាបាទអញ្ចឹងមុនពេលដែលទិញគឺយើងត្រូវពិនិត្យវិจัยលើអាហ្នឹងបាទឲ្យបានល្អបាទសម្រាប់យើងយកមកដាំកុំឲ្យខាតគ្រាប់ពូជកាលណាបើសិនពីព្រោះថាគ្រាប់ពូជទាំងអស់ដែលចំណាយនៅក្នុងទីផ្សារទាំងអស់វាសុទ្ធសឹងតែមានសុពលភាពរបស់វាក្នុងការរក្សាទុកអញ្ចឹងពេជ្ជកស្កររបស់យើងគឺលោកត្រូវតែមើលបាទទៅលើសុពលភាពរបស់គេថ្ងៃកំណត់បាទរបស់គេនឹងឲ្យបានច្បាស់លាស់មុនពេលដែលយើងទិញណាបាទដើម្បីជៀសវាងកុំឲ្យពេជ្ជកស្កររបស់យើងលោកខាតបង់បាទពេលខ្លះកាលណាដែលយើងដាំទៅពូជយើងមិនដុះស្មើគ្នាឬក៏ដុះតិចអីអានឹងវាសុទ្ធសឹងតែជារឿងមួយដែលខាតបង់ខាតទាំងពេលវេលាខាតទាំងថវិកាទាំងអស់ទាំងហ្នឹងបាទអញ្ចឹងការត្រៀមពូជនៅពេលដែលពេជ្ជកស្កររបស់យើងលោកត្រាំពូជបាទប្រើប្រាស់ពូជដើម្បីឲ្យសុវត្ថិភាពឬក៏កសិករយើងលោកចង់បាទឲ្យដំណោះពូជល្អក៏អាចយកគ្រាប់ពោតទាំងអស់ហ្នឹងគឺយើងត្រាំអាចត្រាំពូជបាទដើម្បីសម្លាប់ឬក៏សម្អាតមេរោគផ្សេងៗបាទជាមួយនឹងថ្នាំបាទជំនួយទៅដល់ប្រព័ន្ធរឹសរបស់វាជាដើមបាទអញ្ចឹងបើសិនជាកសិករយើងលោកចង់ត្រាំពូជលោកអាចប្រើប្រាស់ជាមួយនឹងជីធម្មជាតិបាទភ្នំពេញនិងដីមាសរបស់យើងបាទត្រាំពូជមុនដាំក៏បានដែរណាអានេះបើសិនជាមានពេលតែបើសិនជាបច្ចេកកសិកររបស់យើងលោកគ្មានពេលក៏អានឹងក៏មិនអីដែរបាទពីព្រោះថាសម្រាប់ជីទឹករបស់យើងក្រៅពីការបាញ់បពន់ទៅហើយនេះជីទឹកដីមាសភ្នំពេញរបស់យើងគឺយើងនឹងអាចត្រាំពូជបានត្រាំពូជដំឡូងត្រាំពូជស្រូវត្រាំពូជពោតឃើញទេបាទអានឹងវាសុទ្ធសឹងតែជាអត្ថប្រយោជន៍មួយដែលយើងត្រូវដឹងពីព្រោះថាកាលណាដែលត្រាំតើវាមានអត្ថប្រយោជន៍អីគឺទីមួយគឺវាជួយបើសិនជាវាជួយទៅលើដំណោះគ្រាប់ពូជរបស់យើងជួយផ្ដល់សំណើមគ្រប់គ្រាន់ណាបាទទៅដល់គ្រាប់ពូជរបស់យើងនេះឯងបាទអញ្ចឹងនៅពេលដែលបច្ចេកកសិកររបស់យើងលោកបានត្រៀមពូជល្អរៀបរយហើយរួចរាល់ហើយបាទលោកអាចដាំចន្លោះបាទពីដើមមួយទៅដើមមួយនេះបាទហើយយើងអាចលើករងបាទនៅពេលដែលយើងចាប់ផ្ដើមលើករងបាទកម្រិតចង្អូបាទពីរងមួយទៅរងមួយគឺ70សង់ទីម៉ែត្របាទ70សង់ទីម៉ែត្រគឺបាទស្មើនឹង7តប់របស់យើងបើសិនជាយើងលើករងក្នុងការដាំណាបាទកម្រិតវាបាទប៉ុណ្្នឹងឯងហើយការដាំបាទពីដើមមួយទៅដើមមួយគឺយើងប្រើបាទ2ទឹកឬក៏បាទយើងហៅ20សង់ទីម៉ែត្រទៅ25សង់ទីម៉ែត្របាទអញ្ចឹងក្នុងមួយរំដាយយើងអាចដាក់បាទ2គ្រាប់បាទនៃគ្រាប់ពូជពោតរបស់យើងនៅពេលដែលយើងដាំអញ្ចឹងកាលណាបើសិនជាបច្ចេកកសិកររបស់យើងលោកបានត្រៀមដីរួចរាល់បានជួយកែសម្រួលទៅដល់ដីឲ្យវាមានសុវត្ថិភាពសម្រាប់ដំណោះគ្រាប់ពូជពោតរបស់យើងដុះឲ្យបានល្អនេះអញ្ចឹងនៅពេលដែលគ្រាប់ពូជរបស់យើងបាទយើងដាំនេះហើយជំរឿនៃការដាំនេះក៏យើងត្រូវតែបាទកំណត់យ៉ាងតិចណាក៏ឲ្យបានបាទ1ហ៊ុនទៅ2ហ៊ុនដែរនៅពេលដែលយើងដាក់ចូលទៅក្នុងដីនេះបាទវាស្មើនឹងដូចជាបាទ5សង់ទីម៉ែត្រណាបាទ5សង់ទីម៉ែត្រឬក៏3សង់ទីម៉ែត្របាទនៅពេលដែលយើងដាក់ចូលទៅក្នុងដីនោះគឺជំរឿវាគឺបាទពី3ទៅ5សង់ទីម៉ែត្រទាំងឯងបាទ
ហើយយើងលុបដីធម្មតាហ្នឹងឯងអញ្ចឹងបើសិនជាដីរបស់យើងបានរៀបចំយើងបានដាក់សារធាតុចិញ្ចឹមរួចរាល់យើងបានប្រើប្រាស់នៅប្រភេទជីកប៉ុកផ្សេងអាចទ្រាំបានគឺយើងអាចប្រើទៅមុនបាទនៅក្នុងដំណាក់កាលទី1ឲ្យហើយទៅបាទហើយចាំយើងលើកគុំជារងមកចាំយើងចាប់ផ្ដើមដាំតែម្ដងបាទអញ្ចឹងសម្រាប់ការដាំគឺបើសិនជាប្រជាកសិកររបស់យើងលោកបាទប្រើបច្ចេកទេសបាទមកជួយឲ្យបានច្រើនក្នុងការដាំក្នុងការធ្វើកសិកម្មនេះខ្ញុំគិតថាប្រជាកសិកររបស់យើងលោកនឹងចំណាយទៅលើបាទការប្រើប្រាស់ទៅលើជីឬក៏ថ្នាំនោះគឺសឹងតែកាត់បន្ថយបាទ 50% ឯងបាទចំណុចទាំងនេះហើយដែលយើងចង់ឲ្យប្រជាកសិកររបស់យើងលោកអាចមុនពេលដែលដាំលោកអាចបាទខលមកប្រឹក្សាជាមួយបាទក្រុមការងារបច្ចេកទេសនៃជីដែលមានក្នុងពេញរបស់យើងបានដែលយើងរងចាំទទួលប្រជាកសិកររបស់យើងរាល់បញ្ហាទាំងអស់បាទអញ្ចឹងគ្រាន់តែលោកខលទៅតាមរយៈលេខទូរស័ព្ទបាទដែលមាននៅក្នុងកញ្ចក់បាទអេក្រង់បាទទូរទស្សន៍ឬក៏คลิปវីដេអូរបស់យើងខ្លីៗនេះស្រាប់អញ្ចឹងពុកម៉ែបងប្អូនទាំងអស់ក៏លោកអាចបាទនឹងខលមកប្រឹក្សាយោបល់មុនដាំបានយើងនឹងរីនឹងជួយបាទផ្ដល់យោបល់ជូនទៅដល់ប្រជាកសិកររបស់យើងថាលោកគួរដាំយ៉ាងម៉េចហើយបើសិនជាវាមានបញ្ហាវាកើតបញ្ហាដូចជាផ្សិតគុលដូចជាគេហៅថារោគពោតឈួតអីជាដើមនេះអានេះវាសុទ្ធសឹងតែវាមានមូលហេតុរបស់វាអញ្ចឹងបើសិនជាយើងរកមូលហេតុពិតឃើញគឺយើងព្យាបាលតែម្ដងឬក៏ពីរដងគឺជាបាទបានន័យថាជាប៉ុន្តែបើសិនជាយើងរកមូលហេតុពិតមិនឃើញទេបាទយើងព្យាបាលម្ដងជាពីរដងអត់ជាមិនជាហើយវាខូចធ្វើឲ្យមានផលប៉ះពាល់ទៅដល់ដំណាំរបស់យើងទៀតផងអានេះហើយគឺជាកត្តាសំខាន់បាទអញ្ចឹងសម្រាប់វគ្គទី2បាទគឺការត្រៀមពូជក្នុងការដាំខ្ញុំបានជម្រាបជូនរួចហើយបាទអញ្ចឹងនៅវគ្គបន្ទាប់ទៅទៀតខ្ញុំនឹងជម្រាបជូនអំពីការថែទាំថានៅពេលដែលយើងដាំរួចហើយបាទយើងប្រើលើកជារងដាំបាទបានល្អហើយយើងដាំបាទក្នុងកម្រិតមួយសមរម្យហើយបាទអញ្ចឹងនៅពេលដែលដំណុករបស់យើងអាយុ10-15ថ្ងៃនេះតើយើងគួរថែទាំបាទយើងត្រូវបាញ់បំពន់សារធាតុចិញ្ចឹមអ្វីខ្លះបាទទៅដល់ពោតរបស់យើងដើម្បីជួយឲ្យសន្ទុះរបស់វាលូតលាស់ពីព្រោះថាដំណាំពោតគឺជាប្រភេទដំណាំអាយុខ្លីបាទអញ្ចឹងសម្រាប់คลิปក្រោយវគ្គក្រោយខ្ញុំនឹងជម្រាបជូនជាបន្តទៅទៀតអញ្ចឹងនៅក្នុងសប្តាហ៍នេះខ្ញុំបាទក៏សូមអរគុណហើយក៏សូមជម្រាបលាបាទ